ច្រើនវិនាទីក្រោយមកស្ត្រីនោះក៏ដឹងខ្លួនឡើងវិញនាងបានបោកភ្នែកសម្លឹងមើលមេឃដោយទឹកមុខភ្ញាក់ផ្អើលហើយចាប់ផ្ដើមឆ្ងល់ថាតើនាងនៅទីណានិងមានអ្វីកើតឡើងនាងអង្គុយឡើងដោយមានជំនួយពីដៃម្ខាងដាក់ដៃម្ខាងទៀតនៅលើក្បាលហើយនៅពេលដែលនាងបានដឹងខ្លួនឡើងវិញជាលំដាប់នាងក៏នឹកឃើញថាត្រូវបានវាយប្រហារនាងឆ្ងល់ថាតើកន្លែងនេះជាកន្លែងបែបណាព្រោះនាងមិនចាំថាបានមកដល់ទីនេះទេខណៈពេលដែលដៃរបស់នាងនៅតែកាន់ក្បាលព្យាយាមយល់ដឹងពីស្ថានភាពជាបណ្ដាជុងបានដើរចូលទៅជិតនាងគេអង្គុយចុះក្បែរនាងផ្អៀងកែងដៃនៅលើជង្គង់បិទភ្នែកហើយជាមួយនឹងស្នាមញញឹមគួរឲ្យរីករាយគេក៏សួរថាតើនាងភ្ញាក់ហើយឬនៅពេលឮសំឡេងរបស់គេនាងក៏ប្រុងប្រៀបខ្លួនហើយភ្លាមឆ្ងល់ថាគេជាអ្នកណាដោយមិនអាំងយូរនាងក៏បានក្រោកឈរហើយលោតឃ្លាតពីគេដោយស្ថិតនៅក្នុងអេរិយាបថត្រៀមវាយប្រហារនាងសម្លឹងមើលជុងសួរថាគេជាអ្នកណាហើយស្នើសុំកុំឲ្យគេចូលទៅជិតនាងជុងបានក្រោកឈរបែរខ្លួនទៅរកនាងហើយជាមួយនឹងសម្លេងស្ងប់ស្ងាត់គេបានស្នើសុំឲ្យនាងកុំបារម្ភគេបានបញ្យល់ថារូបគេគ្រាន់តែជាអ្នកប្រាស់ប្ដូរការងារដែលបានមកវាសាច់ដើម្បីប្រយុទ្ធជាមួយបិសាចហើយគេមិនបានមកដើម្បីធ្វើបាបនាងទេដោយសម្លឹងមើលយ៉ាងជិតស្និទ្ធនាងក៏នឹកឃើញថាជុងគឺជាអ្នកណានាងដាក់ដៃម្ខាងលើដើមទ្រូងចង្អុលទៅជុងដោយដៃម្ខាងទៀតហើយខណៈពេលដែលសម្លឹងមើលគេយ៉ាងតឹងរឹងនាងក៏ចោទប្រកាន់គេថាខ្ញុំដឹងថាឯងគឺជាអ្នកដែលវាយប្រហារខ្ញុំពីមុនមកនៅពេលឮដូច្នេះជុងមានអារម្មណ៍ភ័យបន្តិចគេបិទភ្នែកហើយសុំទោសជាមួយនឹងស្នាមញញឹមដោយបញ្យល់ថាគេបានយល់ច្រឡំនាងថាជាបិសាចនៅពេលឃើញថាជុងពិតជាទាក់ទាញខ្លាំងនាងក៏មិនអាចទប់អារម្មណ៍ឡើងក្រហមបានដែរនាងងាកក្បាលទៅរកគេហើយសួរថាតើអ្នកណានាងបានថាក្មេងស្រីស្រស់ស្អាតដូចជានាងដោយបិសាចនោះដោយហៅគេថាជាមនុស្សអំនួតបន្ទាប់មកនាងក៏ចូលទៅក្នុងស្ថានភាពភ័យស្លន់ស្លោដោយស្ទាបក្បាលនិងមុខយ៉ាងលឿនដើម្បីពិនិត្យមើលថាតើច្រមុះនឹងត្រចៀករបស់នាងនៅកន្លែងដែលគួរតែនៅដែរឬទេជុងគ្រាន់តែសង្កេតមើលនាងដោយស្ងៀមស្ងាត់គេបានប្រើកម្លាំងទាំងអស់របស់គេក្នុងការវាយប្រហារនោះឥឡូវនេះដែលឃើញថានាងនៅតែមានភាពរស់រវើកខ្លាំងហើយមានអាកប្បកិរិយាដូចជាគ្មានអ្វីកើតឡើងដូច្នោះដែរគេក៏ចាប់ផ្ដើមឆ្ងល់ថាតើនាងជាអ្នកណាហើយនាងអាចទប់ទល់នឹងការវាយប្រហាររបស់គេដោយរបៀបណាច្រើនវិនាទីក្រោយមកបន្ទាប់ពីពិនិត្យមើលថានាងមិនមានរបួសនាងក៏ស្ងប់ស្ងាត់នាងលាបដៃទៅម្ខាងហើយចិញ្ចៀនពណ៌មាសនៅលើម្រាមដៃរបស់នាងចាប់ផ្ដើមបញ្ចេញពន្លឺនិងបញ្ចេញថាមពលពណ៌បៃតងចិញ្ចៀននេះដំណើរការដូចជាប្រភេទនាឡិកាដោយបង្ហាញពីម៉ោងនៅពេលឃើញម៉ោងនាងក៏ដឹងថានាងបានខ្ជិះខ្ជាយពេលវេលាច្រើនពេកហើយនាងបែកខ្នងដាស់ជុងហើយដាស់ចិនសម្រាប់ចិត្តចាក់ចេញយ៉ាងលឿនមុនពេលដែលមនុស្សដែលកំពុងដេញតាមនាងចាប់បានខណៈពេលដែលនាងកំពុងដើរឃ្លាតចេញបន្តិចម្ដងបន្តិចជុងនៅតែស្ងៀមស្ងាត់គេសម្លឹងមើលនាងយ៉ាងតឹងរ៉ឹងឆ្ងល់ថាតើនាងកំពុងរត់គេចពីអ្វីហើយអ្នកណាពិតប្រាកដដែលកំពុងដេញតាមនាងស្ត្រីនោះបានដើរឃ្លាតចេញទៅបន្តិចប៉ុន្តែភ្លាមនោះក៏ឈប់ភ្លាមនាងដាក់ដៃនៅលើមាត់ហើយចាប់ផ្ដើមខំក្រចកដៃវាមិនចំណាយពេលយូរសម្រាប់ជុងដើម្បីដឹងថាមានអ្វីមិនប្រក្រតីនោះទេគេដើរទៅជិតស្ត្រីនោះហើយឃើញថានាងភ័យយ៉ាងណាគេក៏សួរថាតើមានបញ្ហាអីដែរឬទេនៅពេលដែលភាពភ័យខ្លាចចាប់ផ្ដើមគ្របដណ្ដប់លើនាងក៏ងាកក្បាលទៅក្រោយបន្តិចបិទភ្នែកហើយបង្ខំញញឹមដាក់គេនាងឆ្លើយថាមានបិសាចមួយចំនួននៅខាងមុខហើយដោយសារតែនាងមិនពូកែប្រយុទ្ធនាងក៏សម្រេចចិត្តដកថយហើយឲ្យជុងដោះស្រាយជាមួយពួកវាក្នុងរយៈពេលប៉ុន្មានវិនាទីនាងក៏ឈប់ភ័យស្លន់ស្លោបែរខ្នងដាក់គេម្ដងទៀតក្រវីដៃលាហើយប្រាប់គេថានាងកំពុងចាក់ចេញហើយទឹកមុខរបស់ជុងបានផ្លាស់ប្ដូរយ៉ាងខ្លាំងជាមួយនឹងទឹកមុខភ័ន្តច្រឡំគេមើលស្ត្រីនោះចាក់ចេញហើយគិតថាជំនាញសម្ដែងរបស់នាងពិតជាគួរឲ្យអាណិតនៅពេលនោះវាក៏ចាប់ផ្ដើមធ្លាក់ភ្លៀងហើយស្ត្រីនោះក៏បាត់ខ្លួនជុងបានចាប់ផ្ដើមដើរជុំវិញតំបន់នោះប្រសិនបើមានបិសាចនៅខាងមុខនោះជារឿងល្អនេះជាអ្វីដែលគេចង់បានយ៉ាងពិតប្រាកដព្រោះបិសាចទាំងនេះមិនមែនជាគូប្រជែងពិតប្រាកដសម្រាប់គេទេទោះបីជាពួកគេនឹងផ្ដល់ឲ្យគេនៅតម្លៃលាបត្របាក់ក៏ដោយក៏មានបញ្ហាមួយដែរជុងងាកក្បាលទៅម្ខាងបន្តិច
ហើយជាមួយនឹងទឹកមុខតឹងរឹងគេគិតថាការដោះស្រាយជាមួយអ្នកផ្លាស់ប្ដូរការងារផ្សេងទៀតនឹងคล้ายជារឿងពិបាកវាលខ្សាច់តែងតែជាកន្លែងគ្មានច្បាប់ដែលមនុស្សជាច្រើនលាក់បង់ខ្លួនឯងដើម្បីសម្លាប់និងលួចទំនិញគេចាប់ផ្ដើមសួរថាតើវាជាកំណត់ល្អនៅក្នុងការចាប់ស្ត្រីនោះហើយសួរនាងម្ដងទៀតដែរឬទេ ខណៈពេលដែលជុងកំពុងលង់ក្នុងគំនិតរបស់គេ Little Nine បានបង្ហាញខ្លួននាងចាប់ផ្ដើមចង្អុលទៅខាងមុខដោយម្រាមដៃរបស់នាងហើយជាមួយនឹងទឹកមុខតឹងរឹងនាងបានប្រាប់គេថាមានបិសាចជាច្រើនកំពុងជួលមកជិតពីខាងនោះឆ្ងាយពីការភ័យខ្លាចឬរត់គេចជុងរីករាយគេងាកក្បាលទៅរកនាងបន្តិចហើយឮថាមានបិសាចជាច្រើនគេប្រាប់នាងថានេះជារឿងដ៏អស្ចារ្យភាពរីករាយរបស់គេមិនស្ថិតស្ថេរយូរទេគេងាកក្បាលទៅម្ខាងហើយនៅពេលឃើញអ្វីដែលនៅខាងមុខគេមានការភ្ញាក់ផ្អើលសត្វពីងពឿងយ៉ាក់រាប់រយក្បាលបានលេចឡើងដូចជាសត្វដែលគេបានកម្ចាត់មុននេះដែរក្នុងចំណោមពួកវាមានមួយដែលធំជាងគេទាំងអស់ដែលចាប់ផ្ដើមសម្លឹងមើលគេជាមួយនឹងក្រសែភ្នែកគិតចង់សម្លាប់ខណៈពេលដែលរាងកាយរបស់ជុងត្រូវបានហ៊ុំព័ទ្ធដោយថាមពលដ៏ខ្លាំងក្លាគេសម្លឹងមើលសត្វពីងពឿងហើយគិតថានេះមិនមែនជារឿងល្អសម្រាប់គេនោះទេការប្រយុទ្ធជាមួយពួកវាខ្លះនឹងមិនមានបញ្ហានោះទេប៉ុន្តែឥឡូវនេះនៅពេលដែលមានសត្វពីងពឿងច្រើនណាស់គេនឹងមិនអាចប្រឈមមុខនឹងពួកវាបានទេខណៈពេលដែលសត្វពីងពឿងយ៉ាក់កំពុងចូលមកជិតជាបណ្ដាគេសម្លឹងមើលពួកវាដោយតឹងរឹងហើយជាមួយនឹងទឹកមុខតឹងរឹងហើយគិតថាស្ត្រីនោះមិនបានកុហកទេទោះបីជាត្រូវបានហ៊ុំព័ទ្ធដោយបិសាចក៏ដោយក៏គេមានអារម្មណ៍ធូរស្រាលដែរគេចូលចិត្តប្រយុទ្ធជាមួយបិសាចទាំងនេះជាជាងប្រយុទ្ធជាមួយអ្នកផ្លាស់ប្ដូរការងារផ្សេងទៀតសត្វពីងពឿងយ៉ាក់ក៏ខឹងសម្បាហើយជាមួយនឹងទឹកមុខគិតចង់សម្លាប់ពួកវាបានប្រមូលសន្ធុហើយចាប់ផ្ដើមដើរទៅមុខយ៉ាងលឿនឆ្ពោះទៅរកគេនៅពេលឃើញដូច្នេះជុងមិនអាចទប់អារម្មណ៍រីករាយបានទេព្រោះគេគ្មានហេតុផលអ្វីដែលមិនចង់បានតម្លៃលេបត្របាក់ដែលកំពុងចូលមកជិតគេនោះជុងបានដកកាំបិតខ្លីទាំងពីរចេញពីស្រោមហើយនៅពេលដែលរាងកាយរបស់គេបញ្ចេញថាមពលដ៏ខ្លាំងក្លានិងថប់ដង្ហើមគេក៏ចាប់ផ្ដើមសម្លឹងមើលបិសាចដោយតឹងរ៉ាំងដោយផ្ដល់បទបញ្ជាដល់ Little Nine ឲ្យធ្វើឲ្យអបពលសកម្មនាងមិនគោរពបទបញ្ជានោះទេហើយបានឆ្លើយតបថាបានហើយនៅពេលនោះអបពលរបស់នាងក៏ចាប់ផ្ដើមផុសចេញពីកាំបិតខ្លីទាំងនោះក្នុងមួយពព្រិចភ្នែកសត្វពីងពៀងយ៉ាក់បានចូលទៅជិតគេបើកមាត់ហើយត្រៀមវាប្រហារខណៈពេលដែលរាងកាយរបស់ជុងត្រូវបានហ៊ុំព័ទ្ធដោយអបពលគេឈរស្ងៀមអស់រយៈពេលជាច្រើនវិនាទីសត្វពីងពៀងយ៉ាក់មួយក្បាលបានព្យាយាមវាប្រហារគេប៉ុន្តែជុងបានផ្លាស់ទីក្នុងល្បឿនដ៏អស្ចារ្យដោយប្រើកាំបិតខ្លីនិងអបពលរបស់ Little Nine គេបានប្រមូលសន្ទុះហើយក្នុងមួយពព្រិចភ្នែកគេក៏ចាក់ទម្លុះរាងកាយរបស់វាពុះវាជាពីរផ្នែកនិងធ្វើឲ្យវាឆ្លងមេរោគដោយអបពលនៅក្នុងដំណើរនោះខណៈពេលដែលគេនៅកណ្ដាលអាកាសគេក៏ងាកក្បាលទៅក្រោយបន្តិចហើយខណៈពេលសម្លឹងមើលបិសាចយ៉ាងខ្លាំងជាមួយនឹងទឹកមុខគិតចង់សម្លាប់គេគិតថានេះជារឿងចម្លែកព្រោះគេមិនដឹងថាហេតុអ្វីបានជាបិសាចទាំងនេះคล้ายជាលឿនជាងមុនទៅវិញខណៈពេលដែលជុងកំពុងតែផ្ដាច់អារម្មណ៍សត្វពីងពៀងយ៉ាក់មួយទៀតបានប្រមូលសន្ទុះហើយចាប់ផ្ដើមដើរទៅមុខឆ្ពោះទៅរកគេក្នុងល្បឿនលឿននៅពេលដែលវាចូលមកជិតគេជាបណ្ដាវាចាប់ផ្ដើមសម្លឹងមើលគេជាមួយនឹងក្រសែភ្នែកគិតចង់សម្លាប់ហើយត្រៀមវាប្រហារជុងមិនចំណាយពេលយូរដើម្បីមានអារម្មណ៍ថាមានវត្តមានរបស់សត្វពីងពៀងយ៉ាក់នោះទេយ៉ាងលឿនគេក៏ងាកក្បាលទៅក្រោយបន្តិចហើយនៅពេលឃើញថាវាព្យាយាមវាប្រហារដោយភ្ញាក់ផ្អើលគេមានការភ្ញាក់ផ្អើលបន្តិចប៉ុន្តែសម្រាប់សំណាងអាក្រក់របស់សត្វពីងពៀងយ៉ាក់ជុងនឹងមិនឈរស្ងៀមនោះទេមុនពេលដែលវាអាចធ្វើចលនាបានក្នុងមួយពព្រិចភ្នែកជុងបានកាត់រាងកាយរបស់វាជាបំណែកដោយប្រើកាំបិតខ្លីបំណែកនៃរាងកាយរបស់វាបានធ្លាក់ដល់ដីហើយច្រើនវិនាទីក្រោយមកជុងក៏បានចុះចតខណៈពេលដែលកាន់កាំបិតខ្លីទាំងពីរដោយដៃទាំងពីរហើយរាងកាយរបស់គេកំពុងបញ្ចេញអពន្ធរបស់ Little Nine គេសម្លឹងមើលសាកសពហើយដឹងថានេះមិនត្រឹមត្រូវទេទោះបីជាគេបានប្រតិកម្មទាន់ពេលចំពោះការវាយប្រហារហើយបានបញ្ចប់ជីវិតរបស់វាក្នុងមួយពព្រិចធ្នេកក៏ដោយក៏គេបានទទួលស្នាមរបួសតូចមួយនៅលើពួករបស់គេក្នុងដំណើរការនោះដែរ
នៅពេលនោះសត្វពីងពីងតូចៗចាប់ផ្ដើមដើរទៅមុខយ៉ាងលឿនឆ្ពោះទៅរកគេហើយគេមិនចំណាយពេលយូរដើម្បីដឹងថាបិសាចទាំងនេះកំពុងសហការគ្នាទៅវិញទៅមកនោះទេនៅពេលពិនិត្យមើលកាន់តែជិតជុងបានឃើញសត្វពីងពីងមួយដែលខកគ្នាខ្លាំងពីបិសាចដទៃទៀតសត្វពីងពីងនេះមានភ្នែក6ហើយធំជាងគេទាំងអស់ដូច្នេះគេក៏សន្និដ្ឋានយ៉ាងលឿនថាសត្វពីងពីងនេះគឺជាមេនៅពេលឃើញដូច្នេះគេក៏ចាប់ផ្ដើមសួរថាតើមេនេះកំពុងបញ្ជាបិសាចដទៃទៀតដែរឬទេក្នុងមួយប៉ព្រិចភ្នែកសត្វពីងពីងរត់ពាន់បានលេចឡើងហើយហុំព័ទ្ធជុងខណៈពេលដែលរាងកាយរបស់គេកំពុងបញ្ចេញអាប់ពុលរបស់លីថនណាងគេចាប់ផ្ដើមសម្លឹងមើលមេហើយជំនួសឲ្យការរត់គេចគេគ្រាន់តែឈរស្ងៀមជុងទីបំផុតបានយល់ថាបិសាចរាប់ពាន់ដែលរស់នៅក្នុងតំបន់នេះមានកម្លាំងនិងយុទ្ធសាស្ត្រដូចគ្នាទាំងចំនួននិងយុទ្ធសាស្ត្រដូច្នេះវាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលគ្មានអ្នកណាមកទីនេះជាមួយនឹងទឹកមុខតឹងរឹងជុងបានចាប់ផ្ដើមសម្លឹងមើលមេហើយគិតថាមធ្យោបាយតែមួយដើម្បីកម្ចាត់បិសាចតូចៗទាំងនេះគឺដោយការសម្លាប់មេនៅពេលឃើញចំនួនបិសាចដែលមានវត្តមានគេគិតថានេះនឹងក្លាយជារឿងពិបាកបន្តិចខណៈពេលដែលគេកំពុងលង់ក្នុងកំណត់របស់គេ Little Nine បានលេចចេញតាមរយៈអាពុលហើយដាក់ដៃរបស់នាងនៅលើស្មារបស់គេដោយទាញចំណាប់អារម្មណ៍របស់គេនៅពេលដែលនាងបង្ហាញខ្លួនជាបណ្ដាជាមួយនឹងទឹកមុខតឹងរឹងនាងក៏ចាប់ផ្ដើមសម្លឹងមើលមេដោយផ្ទាល់ហើយពន្យល់ទៅជុងថានាងអាចយល់ពីស្ថានភាពនេះបាននាងបានបង្ហាញថាបិសាចទាំងនេះកំពុងព្យាយាមប្រកួតប្រជែងលោកម្ចាស់របស់ពួកគេនៅពេលឮដូច្នេះជុងមានការផន់ច្រឡំបន្តិចគេងាកក្បាលទៅរកនាងបន្តិចហើយសួរថាតើនាងកំពុងនិយាយអំពីអ្វី Little Nine គិតថាបិសាចទាំងនេះពិតជាមានអំនួតណាស់នាងលាតដៃរបស់នាងទៅម្ខាងចាប់ផ្ដើមសម្លឹងមើលទៅលើមេឃបើកមាត់ហើយបញ្ចេញសំឡេងក្រហមខ្លាំងៗនៅពេលឮសំឡេងក្រហមរបស់ Little Nine សត្វពីងពីងទីបំផុតបានដឹងថានាងគឺជាមាតាសត្វល្អិតហើយដោយមិនគិតទី2សត្វពីងពីងតូចៗទាំងអស់ក៏ចាប់ផ្ដើមរត់គេចដោយឃើញសត្វពីងពីងរត់គេចដោយភាពវឹកវរជុងមានការភ្ញាក់ផ្អើលបន្តិចហើយចាប់ផ្ដើមឆ្ងល់ថាតើហេតុផលអាចជាថាតើបិសាចទាំងនេះក៏ជាសត្វល្អិតដែរឬទេ Little Nine ដើរទៅជិតជុងងាកក្បាលទៅរកគេបន្តិចហើយប្រាប់គេថានាងបានផ្ដេចទំនាក់ទំនងរវាងមេនិងសត្វពីងប៉ុងតូចៗហើយជុងមិនបានរំពឹងថាជំនាញរបស់ Little Nine អាចត្រូវបានប្រើតាមរបៀបនេះទេឥឡូវនេះនៅពេលដែលបិសាចកំពុងវង្វេងស្មារតីវានឹងកាន់តែងាយស្រួលសម្រាប់គេក្នុងការកម្ចាត់ពួកវាគេលាតកាំបិតខ្លីទាំងពីរទៅម្ខាងហើយខណៈពេលដែលសម្លឹងមើលមេជាមួយនឹងក្រសែភ្នែកគិតចង់សម្លាប់គេបានសរសើរ Little Nine សម្រាប់ការធ្វើការងារបានល្អហើយសម្រាប់ចាត់ថាវាដល់ពេលដើម្បីបញ្ចប់ជីវិតមេម្ដងហើយម្ដងទៀតហើយនៅពេលឮដូច្នេះ Little Nine ក៏ចាប់ផ្ដើមត្រឡប់ទៅរកទម្រង់ដើមរបស់នាងវិញនាងចាប់ផ្ដើមសម្លឹងមើលមេជាមួយនឹងក្រសែភ្នែកគិតចង់សម្លាប់ហើយឆ្លើយតបថាបានហើយលោកម្ចាស់ខណៈពេលដែលរាងកាយរបស់ជុងកំពុងបញ្ចេញអពុលពី Little Nine គេបានប្រមូលសន្ទុះលោតយ៉ាងខ្លាំងហើយបានបញ្ជាឲ្យនាងតាមពីក្រោយយ៉ាងជិតស្និទ្ធក្នុងมือប្រព្រិកភ្នែកដោយប្រើកាំបិតខ្លីរបស់គេបានបញ្ចប់ជីវិតបិសាចជាច្រើនដោយកាត់រាងកាយរបស់ពួកវាជាបំណែកគេលែងត្រូវបារម្ភអំពីអ្វីទៀតហើយព្រោះដោយគ្មានការគ្រប់គ្រងរបស់មេបិសាចទាំងនេះកំពុងវឹកវរចុងបានចាប់ផ្ដើមផ្លាទីជ្រុងលបឿនលឿនឆ្ពោះទៅរកបិសាចហើយដោយប្រើកាំបិតខ្លីរបស់គេចាប់ផ្ដើមកាត់រាងកាយរបស់ពួកវាជាបំណែកឥឡូវនេះនៅពេលដែលបិសាចទៅបានបែកខ្ចាយនិងគ្មានការរៀបចំពួកវាមិនបានបង្កការគំរាមកំហែងដល់គេទៀតទេដូច្នេះគេមិនចាំបាច់ខ្ជះខ្ជាយពេលវេលាទៀតទេក្នុងរយៈពេលប្រមាណវិនាទីចុងបានបញ្ចប់ជីវិតបិសាចជាច្រើនបន្ទាប់មកគេបានប្រមូលសន្ទុះលោតយ៉ាងខ្លាំងហើយខណៈពេលដែលគេកំពុងដើរទៅមុខយ៉ាងលឿនឆ្ពោះទៅរកមេគេគិតថាឥឡូវនេះនៅសល់តែគោលដៅមួយប៉ុណ្ណោះមេបានបើកមាត់របស់វាហើយជាមួយនឹងក្រសែភ្នែកគិតចង់សម្លាប់ចាប់ផ្ដើមសម្លឹងមួយចុងហើយក្រហមចុងសម្រេចចិត្តមិនដកថយនឹងតបតក្រសែភ្នែកនោះវិញគេត្រៀមខ្លួនដើម្បីវិបោហាហើយគិតថាមេគឺជាញាក់ដែលអាចផ្ដល់តម្លៃលាភត្របាក់ខ្ពស់បំផុតមេបានព្យាយាមការពារខ្លួនប៉ុន្តែវាមិនបានផលទេមុនពេលដែលវាអាចធ្វើចលនាបានចុងបានចោះដល់មកលើវាហើយវេប្រហារក្បាលរបស់វាយ៉ាងលឿនដោយប្រើកាំបិតខ្លីទាំងពីរដោយធ្វើឲ្យវាឆ្លងមេរោគដោយអាប់ពុលរបស់ Little Nine ក្នុងដំណើរការនោះទោះបីជាមានភាពខុសគ្នានៃទំហំក៏ដោយ
គ្រឿងរយៈពេលប្រមាណវិនាទីវាបានបាត់បង់ជីវិតហើយដួលដកណៃចុងបានចោះដោននៅលើកំពូលសាកសពរបស់មេខណៈពេលដែលគេកាន់កាំបិតខ្លីទាំងពីរនៅក្នុងដៃរាងកាយរបស់គេក៏ចាប់ផ្ដើមបញ្ចេញអាប់ពូលរបស់ Little Nine គេសម្លឹងមើលរាងកាយដែលគ្មានជីវិតរបស់វាដោយតឹងរឹងហើយសម្រេចចិត្តថាវាដល់ពេលដើម្បីបន្តពូជហ្វូងសត្វល្អិតហើយនេះគឺជាទីបញ្ចប់នៃវីដេអូប្រសិនបើអ្នកទាំងអស់គ្នាចង់មើលផ្នែកបន្ទាប់សូមកុំភ្លេចចុចជីវនិងចូលចិត្តវីដេអូនេះផង